បាទជម្រាបសួរពុកម៉ែបងប្អូនអរគ្នានេះគឺជាម៉ាស៊ីនច្រូត Kubota DC 70H Pro បាទបានន័យថា DC 70 Pro បងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញខ្លះអំពីលក្ខណៈពិសេសរបស់ម៉ាស៊ីនច្រូតបាទអញ្ចឹងចំណុចទី1ក្នុងការផ្ទុកស្រូវបាទកន្លែងផ្ទុកស្រូវមាន2ប្លោះយើងអាចដាក់ក្រុងបានច្រកបាន2បាទដែលមានទម្ងន់ផ្ទុករបស់វាមានរហូតដល់300គីឡូបងប្អូន2នេះណាបាទយើងអាចផ្ទុកបាន300គីឡូកន្លែងច្រកក្រុងបាន2កន្លែងឈរនេះមានប្រវែងបណ្ដោយរបស់វាមាន132ម៉ែត្របាទ132ម៉ែត្រវាមាន1ម៉ែត្រ3ទឹក2ហ៊ុនបងប្អូនកន្លែងជាងឈរបាន2នាក់ណាបាទកន្លែងកន្លែងយើងច្រកក្រុងនេះកន្លែងតាក់ពាកក្រុងនេះមកដល់អាបាតក្រមនេះវាមានទំហំ8ទឹក2ហ៊ុនបាទទំហំក្រុងដាក់ធំរហូតដល់ប្រវែងវាពីអាដងនេះមកបាតនេះ8ទឹក2ហ៊ុនកន្លែងដាក់ក្រុងនេះបាទបងប្អូនគឺកន្លែងធំបាទកន្លែងសម្រាប់ DC 70H Pro នេះបាទសម្រាប់កន្លែងដាក់សុទ្ធរបស់វាបាទកន្លែងដាក់សុទ្ធរបស់វាយើងអាចផ្ទុកមួយសុទ្ធបានរហូតដល់ទៅ85លីត្របងប្អូនងាយស្រួលកុំឲ្យតកង់ឆាប់ចាក់មួយសុទ្ធច្រើនពេកបាទមួយវិញទៀតកន្លែងយើងបង្ហូរចំបើងបងប្អូនបាទកន្លែងបង្ហូរចំបើងវាធំបាទគូតក្រោយនេះវាមាន8ទឹក5ហ៊ុនបាទកន្លែងបង្ហូរចំបើងនេះធំបាទកន្លែងបង្ហូរចំបើងធំបាទសម្រាប់កង់កស៊ូសម្រាប់ទំហំកង់កប៉ែតរបស់វានេះវាមាន50 សង់ទីម៉ែត្រវាមានទំហំរបស់វាទំហំ5ទឹកបងប្អូនបាទទំហំពទាវាណាបាទទំហំពទាវាចំណែកកម្ពស់វាពីដីរហូតដល់អាទ្រូងនោះគឺមានកម្ពស់40 សង់ទីម៉ែត្របាទកម្ពស់ពីដីមកដល់អាទ្រូងនោះកម្ពស់40 សង់ទីម៉ែត្របើន័យថា4ទឹកបងប្អូនបាទ4ទឹកបាទចំណែកបណ្ដោយកង់វិញសម្រាប់ DC 70 Pro នេះបណ្ដោយកង់របស់វាប្រវែងកង់របស់វាបងប្អូនបាទប្រវែងកង់ពីអាគូតក្រោយនេះទៅអាគូតក្រោយទៅអាគូតមុខនោះវាមានប្រវែងកង់217 សង់ទីម៉ែត្របាទ2ម៉ែត្រមកទឹក7ហ៊ុនបាទ2ម៉ែត្រមកទឹក7ហ៊ុនពីអាកង់ក្រោយនេះទៅអាកង់មុខបាទវាមានឡូចំនួនឡូរត់កង់របស់វាមានរហូតដល់ទៅ5គ្រាប់បាទ5គ្រាប់អាកណ្ដាលនោះអាស្ដើងនោះ1ហើយនៅអាកម្មតាន់នេះ1ហើយនៅអារឡូខាងលើនេះមានតែ1គ្រាប់ទេបាទហើយនឹងកម្មកាយបាទសម្រាប់ DC 70H Pro នេះបាទ DC 70 Pro បាទកន្លែងបង្ហូរកន្លែងបំពង់ករបស់វាវិញគឺបំពង់កធំបាទបំពង់ករបស់វាធំវាមានរហូតដល់ទៅ55 សង់ទីម៉ែត្របាទ55 សង់ទីម៉ែត្រគឺ5ទឹក5ហ៊ុនអញ្ចឹងណាបាទបំពង់ករបស់វាធំបាទអញ្ចឹងយើងមកខាងកង្កៅមុខម្ដងបាទសម្រាប់ DC 70 Pro នេះបាទសម្រាប់កង្កៅស្នូកង្កៅវាពីអាកន្លែងនេះមកអាកន្លែងនេះមួយទៀតគឺវាមានប្រវែង179 សង់ទីម៉ែត្របាទមានប្រវែង179 សង់ទីម៉ែត្រ1ម៉ែត្រ7ទឹក9ហ៊ុនបាទដែលមានថ្មិញកង្កៅរបស់វានេះអាថ្មិញនេះទៅដល់ចុងគេនោះវាមកដើមនេះវាមានរហូតដល់ទៅ16ដើមបាទ16ដើមបាទអាថ្មិញនេះណាបាទ16ដើមបាទវាមានជើងត្រូរបស់វាជើងកម្មកាយរបស់វានេះវាមានរហូតដល់ទៅ5គ្រាប់បាទនេះជើងនេះណាបាទនេះជើងនេះវាមានរហូតដល់ទៅ5គ្រាប់បាទចំណែកទំហំមុខកាត់របស់វាខ្ញុំវាស់ពីអាកន្លែងនេះមកដល់អាកន្លែងនេះមួយខាងទៀតវាមានប្រវែងរហូតដល់210 សង់ទីម៉ែត្របាទវាមានទំហំធំ210 សង់ទីម៉ែត្របាទអញ្ចឹងពុកម៉ែបងប្អូនទស្សនាមើលទៅបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនឆ្ងល់ត្រង់ណាពុកម៉ែបងប្អូនអាច comment បានខ្ញុំដឹងខ្ញុំនឹងបង្ហាញបាទ
បាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេសូមអរគុណច្រើនបាទ